ខ្ញុំត្រឡប់ទៅស្រុកវិញដើម្បីចុះកងត្រាភ្នំរហ័សហើយរបស់ដែកដួលដេញមន់ស្រុក5000ក្បាលចូលក្នុងចំការឃើញដើមដូងត្រូវគេជីកគាត់សើចខ្លាំងហានេះហៅថាធម្មជាតិសត្វលីមកវានៅជួយជីជាតិដីអ្នកទៀតខ្ញុំមិនបានឆ្លងជាមួយគាត់ទេកាត់រាប់សិបតោនរីប៉ៃពេញភ្នំអ្នកចិត្តខាងសាយថាខ្ញុំថែមទាំងចំណាយលុយឲ្យគាត់ខែក្រោយមន់អ្នកចិត្តខាងស្រាប់តែចេញមកទាំងហ្វូមលោកថៅកែស៊ីមអត់សុំលោកទៅមើលចំការមន់អ្នកចិត្តខាងរត់មកហើយអីខ្ញុំភ្ញាក់ផ្អើលក្នុងចិត្តទៅចំការថ្នាំឃើញមន់ស្រុកមួយហ្វុងធំកំពុងរត់លេងដោយគ្មានអ្នកណាលោកលើវនេះពិតជាប្រហែលសំណាញ់ដែកនេះម្សិលមិញហេតុអីថ្ងៃនេះដួលអស់នេះប្រកាសជាគាត់រុនខ្លួនអ្នកភូមិឯទៀតក៏ខឹងចាប់យកអាវុធលោកថៅកែនេះយើងទៅបំបីផ្ទះកញ្ចក់គាត់ត្រូវឲ្យលោកថៅកែទៅរកគាត់គិតលុយទាំងអស់គ្នាដាក់ជាប់កាប់បាវីគេឈឺយើងក៏ខុសដែរខ្ញុំទៅនិយាយជាមួយគាត់ខ្ញុំដើរឆ្លងសំណាញ់ដែកដើរត្រង់ទៅរកលោកលើគាត់ឃើញខ្ញុំមិនត្រឹមតែមិនខ្មាស់ថែមទាំងសើចចំអកថាអូយលោកថៅកែរៀនចប់មកត្រួតពិនិត្យហើយឬសំណាញ់នេះហេតុអីមន់អ្នកជីកដើមដូងខ្ញុំខូចនេះជាការបំផ្លាញទ្រព្យសម្បត្តិអ្នកត្រូវគិតថ្លៃយ៉ាងម៉េចមិនបានការទេខ្យល់សំណាញ់ដួលខ្លួនឯងមិនមែនរឿងខ្ញុំទេមន់មានស្លាប់នឹងជើងវាចូលចិត្តរត់ទៅដីល្អទន់នេះហៅថាធម្មជាតិសត្វតើខ្ញុំអាចបាក់ជើងវាបានខ្ញុំដឹងថាគាត់ចង់រឹងរូសសំណាញ់ដៃកាត់ស្មើគ្នាច្បាស់ជាមនុស្សធ្វើក៏មិនអាចឲ្យខ្ញុំខាត់បងដោយឥតប្រយោជន៍ចំការដើមដូងនេះខ្ញុំវិនិយោគ50000អ្នកត្រូវសោះហឹមស៊ីមលីនអ្នករៀនសៀវភៅឈួតហើយមន់ខ្ញុំស៊ីដង្កូវក្នុងដីអ្នកជួយបំផ្លាញសត្វល្អិតឲ្យអ្នកធម្មជាតិល្អខ្ញុំជួយជីជាតិដីអ្នកបានចំណេញហើយមករករឿងទៀតអ្នកភូមិមកមើលកាន់តែច្រើនគ្មានអ្នកណាហ៊ានអ្នករាល់គ្នាដឹងថាមនុស្សចាស់អាក្រក់នេះមិនអាចរករឿងបានខ្ញុំយកការចំណេញនេះហើយសង្ឃឹមថាពូលីមិនស្ដាយក្រោយទេលោកសឹមមិនខ្វល់ទៀតទេបើជារឿងផ្សេងថ្ងៃនេះខ្ញុំត្រូវតែកាត់ជើងម្ខាងចោលឈប់ធ្វើការសិនប្រាក់ខែនៅឲ្យដដែលអ្នកទាំងអស់គ្នាត្រឡប់ទៅវិញសិននិយាយចប់ខ្ញុំក៏ត្រឡប់ទៅយកសៀវភៅខ្មៅចេញមកកត់ត្រាថ្ងៃទី12មិថុនាសម្រាប់ដើមក្រញូងខូចប៉ាន់ស្មានខាតប្រាក់ផ្ទាល់50000យកគាត់សង្វិញទាំងដើមទុននិងការប្រាក់ចេញដោយអស់សង្ឃឹមថ្ងៃបន្ទាប់លីវតាឡាប៉ាឡែងធ្វើពុតម៉ោង6ឈរលើភ្នំគូចេញមកខាងខ្ញុំមើលមួយផ្លែតទៅបាក់ឡានដឹកទំនិញចាស់ទៅរោងចក្រទីយកថ្នាំចិនប្រធានផ្នែកចម្រាញ់លូដូងបាតដែលជាមួយកំទេចថ្នាំដែលខូចរបស់នោះជូរហើយស្អុយសាច់ស្រស់ធ្វើសំបីជ្រូកក៏ឯងចង់ធ្វើអីយកទៅធ្វើជីឯងមានប៉ុន្មានខ្ញុំយកទាំងអស់ហើយចេញថ្លៃដឹកជញ្ជូនទៅភូមិរថយន្តដឹកដីធ្ងន់3គ្រឿងបើកចូលភូមិដោយសម្លេងតោនកំទេចថ្នាំពណ៌ត្នោតស្អុយត្រូវចាក់លើដីស្រែរបស់ខ្ញុំពាក់ម៉ាស់ការពារសារធាតុប្រូបាយអូទិកដែលមានរថយន្តជីកដីកប់កំទេចថ្នាំជ្រៅក្នុងអ្នកភូមិទាំងអស់រត់មកមើលកូនសឹមឈួតហើយមែនទេត្រូវលីវតាឡាប៉ាជីជន់មិនថាថែមទាំងទិញសម្រាមស្អុយមកចាក់លើដីនេះនឹងដាំអីបានអូយសូរិនអើយឯងចង់ឲ្យពូសែកស្លាប់មែនទេហាអញគិតថាទិញយកថ្នាំក្លិនស្អុយមកដាក់ឲ្យមន់រត់បាត់មន់ស្រុកចូលចិត្តគាស់ដីអញកប់កាន់តែជ្រៅវាគាស់កាន់តែខ្លាំងពូលីវកុំញុះខ្ញុំតែខ្ញុំចង់ទិញអីក៏បានធ្វើធំអីខ្ញុំមើលដីខូចនេះដាំបានអីខ្លះគេមិនយល់ពីមីក្រូអេកូឡូស៊ីកសិកម្មថ្នាំដែលខូចទាំងនេះក្រោមអធិពលប្រវត្តិសាស្ត្រគ្រើមត្រូវបំបែកចេញក្លិនផ្អែមពិសេសរបស់ដើមសម្រាប់មន់ស្រែនេះជាអ្វីដែលឆ្មាមិនអាចទ្រាំបានព្រលឹម3ថ្ងៃក្រោយមន់ឈ្មោះខ្លះចឹកសាក់មួយខាំស្រាប់តែវាឈួតលេបចូលដូចខ្ញុំមើលវាដោយភ្នែកត្រជាក់ត្រឹមមន់ស្រុក5000មកកកនៅក្នុងប្រឡាយដែលចាក់សំណល់ឈួតរកស៊ីគ្មានចោះបងការខំអណ្ដាគ្រោះរួចបែកខ្នងទៅផ្ទះបន្តទៀតដែរខ្ញុំធ្មគុណភាពប្រូបាយអូទិកពីកំទេចថ្នាំគង់ថ្លៃដើម20000ពេលវេលាកន្លងទៅបន្ទាក់ពីព្រលឹមដល់យប់រីថ្នាំបង្កាត់ពេញរាល់ថ្ងៃភ្លឺឡើងមិនបាច់ទុកឧបករណ៍បន្លឺសម្រាប់ពាន់ក្បាលរត់ចូលដីខ្ញុំយ៉ាងឈួតស៊ីសត្វល្អិតអស់គ្មានសល់តាមត្របែកដែលនៅសល់វារស់រានមានជីវិតអ្វីដែលធ្វើឲ្យខ្ញុំពេញចិត្តជាងនេះស៊ីប្រូបាយអូទិកវាខ្លាយជាជីសរីរាង្គល្អលោកលើវធំមាត់ភ្ញាក់ផ្អើលទាំងស្រុងមិនស្លាប់ផ្ទុយទៅវិញវាធាត់ឃើញអត់នេះហើយព្រះឲ្យពោសឹមលីមស៊ូធ្លាប់និយាយយ៉ាងម៉េចត្របែកស្វាងយើងរស់ឡើងវិញមន់ខ្ញុំក៏ធាត់ដែរនិយាយពីនឹងមន់ខ្ញុំរាប់ពាន់ក្បាលជួយស៊ីស្មៅចាប់ដង្កូវរាល់ថ្ងៃឯងសន្សំលុយជួគេបានច្រើនណាស់ចំណេញកម្លាំងពលកម្មពូលើវនិយាយត្រូវនេះពិតជាសន្សំពេលវេលាឲ្យខ្ញុំច្រើនឯងចេះដឹងផងនឹងមន់នេះដល់រដូវស្លឹកឈើជ្រុះលក់បានថ្លៃរបស់ស្អុយឯងនៅសល់ទៀតអត់មិនគ្រប់ទៅយកទាកុំឲ្យមន់ខ្ញុំឃ្លានគ្រប់គ្រាន់ហើយត្រឡប់ទៅបន្តសៀវភៅកត់សរសេរបញ្ជីទី3ថ្ងៃទី30រោងបាត់គ្មានសត្វល្អិតសន្សំថ្លៃពលកម្មប្រហែលសន្សំថ្លៃជីប្រហែល20000ស្មើនឹងថ្លៃវិនិយោគសម្រាប់លើកធំមាត់មិនដឹងក្រោយពីស៊ីអស់រយៈពេលបាក់តេរីក្នុងពោះវាមន់ត្រូវបានផ្លាស់ប្ដូរទាំងស្រុងត្រឡប់ទៅស៊ីវិញហាគ្រាប់ទាំងជាតិគ្រើមនោះវាលែងលេបចូលថ្ងៃកន្លងទៅម្ដងចូលរដូវក្តៅភ្លៀងឆ្នាំនេះក្តៅខ្លាំងស្រាប់តែអស់ជាង10ថ្ងៃគ្មានភ្លៀងសោះប៉ាអស់ហើយវាដេកផ្ងាពុះទៀតហើយនេះជាក្បាលទី30ដែលស្លាប់ដោយក្បាលនៅតែក្តៅបែបនេះក្បាលយើងនឹងខ្លាយជាមន់អង្គនេះចង់កាត់ផ្លូវរកលុយឪពុកឯងអាកាសធាតុអាក្រក់ណាស់គ្មានកន្លែងលាក់កម្ដៅថ្ងៃសោះកុំឈោស្ងៀមអីឆាប់ឡាប្រញាប់ដេញមន់ដែលនៅសល់ទៅចូលដីរបស់សិនស្លឹកឈើរបស់វាធំក្រោមវាត្រជាក់ប៉ាថាអត់ឲ្យគេយកចំណេញបានលីមកមន់យើងដោយតែងងណាយទេមន់ស្លាប់អស់ហើយទៅខ្វល់ពីលីមប្រញាប់ដេញទៅរកកន្លែងត្រជាក់ម្ខាងទៀតខ្ញុំកំពុងពិនិត្យសៀវភៅក្នុងផ្ទះលីញើសចេញពេញខ្លួនលោកស៊ីមមានរឿងហើយប្រញាប់មើលចុះលីវដាឡាប៉ាមនុស្សចាស់នោះមន់ស្លាប់ដោយកម្ដៅរាប់សិបក្បាលលើភ្នំឥឡូវយកមន់5000កំឡុកក្រោមស្លឹកអង្គាសយើងភ័យអីមកក៏មកមិនភ័យមិនកើតអាកាសធាតុអស់នេះក្តៅចំដាំរបស់យើងប្រហែលជាស្រ័យលឹករបស់ពូវាំងភូមិក្បែរស្លាប់អស់ទាំងអស់នៅជុំវិញក៏មានរីកាចំការផ្លែឈើរបស់លីឡូកេដើមឈើត្រូវសត្វស៊ីខូចអស់ទៅមើលដីស្រែដល់មាត់ចំការលីចាស់និងកម្មករទៀតឈោស្ងៀមទាំងក្នុងចំណោមអ្វីដែលក្រៀមស្វិតចំការដាំរបស់ខ្ញុំបៃតងខៀវស្លឹកក្រាស់ក្រោមពន្លឺថ្ងៃវាភ្លឺរលោងអត់មានសញ្ញារាំងស្ងួតតតែសោះនឹងហើយខ្មោចលងយើងក៏អត់បានស្រោចទឹកលីចាស់អត់ជឿអង្គុយចុះគាត់ចាប់ដីស្ងួតលើផ្ទៃក្នុងនោះសើមស្ទើរតែជាប់ដៃថៅកែដីហេតុអីសើមភ្លេចថាខ្ញុំក៏សំណល់ថ្នាំរាប់សិបតោនកាត់ទាំងនោះសរសៃគ្រើមក្រោមអធិពលក្រោមដីខ្លាយជាអេប៉ុងធំចាប់ទឹកភ្លៀងដាំរដូវទុកក្រោមចុះស្រមោចនៅជុំវិញនេះនៅទីនេះអត់ឃើញសំបីតែស៊ីទើបតែចប់មន់ស្រុកខ្លាញ់រត់មកជឹកមួយខាងទីដង្កូវធំមួយចេញមន់5000ក្បាលរាល់ថ្ងៃស្វែងរកដោយកម្រៅស្រមោចណាហ៊ានចូលចិត្តរូបដងបាត់របស់ខ្ញុំលោកសិនពីមុនអ្នកភូមិសាច់ដាក់លោកថាទិញសម្រាមមកដាក់ឈួតលោកនេះលោកដឹងជាមុនហើយនេះហៅថាវត្តមីក្រូអេកូឡូស៊ីសាស្ត្រដាំដុះមិនមែនពឹងលើដំណឹងគ្រោះធម្មជាតិហ្វេដងយូក៏ល្បីពេញភូមិរសៀលនាំក្រុមកសិករដែលកំពុងអ្នកដាំបន្លែមកមើលដីខ្ញុំហានិស្សិតអញពិតជាខុសគេស៊ីមលីងជំនាញអញធ្វើឲ្យភូមិយើងមានមុខត្រូវហើយសិនលីងតើទៅដីយើងបានទេទិញភក់អស្ចារ្យនោះខ្លះលៀបធំឈរលើច្រាំងទល់មុខ
មុខប្រែជាខៀវហេតុអីគាត់រកលុយធំបើគ្មានមន់ខ្ញុំទេគាត់ដាំអីក៏មិនដោះគេថារសៀលនោះលាវធំផឹកស្រានៅហាងតូចគាត់គូសទៅហើយនិយាយធំថែមទាំងគំរាមឲ្យខ្ញុំដឹងហើយគ្រាន់តែសើចមិនត្រឹមតែមិនខឹងថែមទាំងហៅលីនកងមកលីយ៉ាងយប់នេះឲ្យបងប្អូនយកពេលមកយើងនៅចាំក្បែរដីស្រែដីឯងថាលាវធំមកបំផ្លាញគាត់ហ៊ានទេមនុស្សមិនចេះគិតឃើញយូដងបាត់យើងលូតលាស់គាត់រង្គោះជាងឆ្មាទៅទៀតគាត់មិនបំផ្លាញទេប៉ុន្តែគាត់ច្បាស់ជាឆ្លៀតយកនេះទៅចាំមើលគាត់ម៉ោង 2 ទាត់ខ្ញុំនឹងលីយ៉ាងចាំនៅគុំពោតក្បែរមានសម្លេងខ្ទាតពីជាសម្លេងកន្ត្រៃកាត់លួសខ្ញុំស្គាល់ភ្លាមលាវធំនឹងកូនគាត់កំពុងអន់ខ្នងរុញរបងលួសដែលដួលចូលទៅក្នុងដីដាំដួងទីរបស់ខ្ញុំបើឲ្យយើងរុញចូលគាត់ច្រើនណាស់នេះដល់ទៅចិត្ត2ភ្នាក់ហើយគាត់ឃើញធ្វើម៉េចខ្លាចអីមនុស្សទុនខ្សោយព្រៃភ្នំណាមានព្រំដែនច្បាស់ខ្ញុំថារបងនេះនៅទីនេះពីដើមយកបានមួយទៅគឺមួយទៅក្រោមនេះដាំដួងគីសុតពូលាវកណ្ដាលអាធ្រាត្រមិនដេកមកធ្វើការសំណងអីលើដីខ្ញុំអូយស៊ិនលីងលាវធំឯងគ្មានខ្មាស់គេទេដាយកមកលួចដីគេម៉ោងបែបនេះហើយរត់មកដួលលើដីឯងនេះហើយមិនជឿទេខ្ញុំហៅប៉ូលីសឥឡូវនេះហៅប៉ូលីសអីអ្នកណាលួចដីគេស៊ីមលីនកុំចោទប្រកាន់សៀវភៅអីតាំងនៅមុខភ្នែកហើយសំណាញ់នេះរំកិលទៅចង្គៀងខ្ញុំហើយហ៊ានប្រកែកទៀតប្រកែកអីខ្ញុំធ្វើល្អទេយប់មិញខ្យល់ខ្លាំងសំណាញ់ដួលហើយខ្ញុំគិតថាយើងជាអ្នកចិត្តខាងពួកអាណិតឯងពាក់កណ្ដាលអាធ្រាត្រនាំកូនប្រុសមកជួយទាញសំណាញ់ឡើងវិញឯងវិញដូចឆ្កែខំព្រះមិនស្គាល់ចិត្តល្អគេជួយទាញសំណាញ់ត្រូវរំកិលចូលដីខ្ញុំ2 ម៉ែត្រអូពាក់កណ្ដាលអាធ្រាត្រត្រង់ងឹតពូចាស់ហើយភ្នែកមិនសូវល្អខុសព្រំដែនអីចម្លែកហើយដីចំណោតនេះងាយបាក់ដីរលងហើយរអើងាយរត់ខ្ញុំជួយចាក់ដីឲ្យរឹងទេលីវតាប៉ោងឯងនិយាយរឿងហួសឯងគិតថាអ្នករាល់គ្នាល្ងងពីឯងនិយាយជាមួយកូនយើងងាយច្បាស់ណាស់អញ្ចឹងចិត្តល្អគិតថាបើឯងមិនព្រមទទួលនេះមិនខ្វល់ទេឯងចង់ធ្វើអីក៏ធ្វើទៅយើងទៅចៅវាយទុកឲ្យគាត់រត់ទៅកំហឹងនេះមិនអាចរំលះរត់វត្តរត់ទេថ្ងៃនេះចាប់បានផ្ទាល់មាត់គាត់ពោលស្លាប់នេះជាលទ្ធផលល្អព្រឹកស្អែកតាក់ទងក្រុមសំណងតាមខ្សែព្រំដែនយើងមានដៃកំពុងដំឡើងរបស់អគិសនីដោយខ្ញុំចេញមើលគាត់រំកិលទៀតព្រឹកព្រលឹមថ្ងៃក្រុមសំណងចូលក្រោមការត្រួតពិនិត្យរបស់លីវនឹងកំពុងដៃរឹងមាំងើបឡើងលីវតាប៉ោងឈរលើភ្នំខាងខឹងជន់ជើងចិត្តដល់រដូវប្រមូលផលថ្នាំដួងហើយចាស់ជំនាញក្នុងភូមិដាំក្រញូងគុណភាពសំបីតែយកទៅផ្សារថ្នាំក៏ជាទំនិញក្តៅគេដែរចំណែកមន់ស្រុក5000របស់លីវតាប៉ោងចេញលក់ហើយដើម្បីរកចំណេញលីវតាប៉ោងសម្រាប់ចិត្តលក់ចុងក្រោយដាក់ឲ្យថត់ចំណេញឲ្យថត់ដេញមន់ក្រោមភ្នំទាំងអស់ចូលក្រៅវិញពីអាទិត្យនេះកុំឲ្យវារត់វង្វេងឲ្យវាស៊ីតែពោតឲ្យថត់ទាំងអស់គាត់នាំកូនប្រុសកាន់របស់បន្លឺសំលេងចាស់រសន្ធឹកខ្លាំងដូចកូនរន្ទះត្រឡប់មកផ្ទះវិញហើយហ្វូងមន់ភ័យខ្ចាត់ខ្ចាយតែគ្មានមួយណារត់ទៅរកគាត់លីវតាឡាប៉ាខឹងយ៉ាងខ្លាំងប្រញាប់ប្រញ័រឆ្លងរបងដែកចាប់ដើមដេញពីពេញភ្នំនិស្សិតអរគុណដែលជួយចិញ្ចឹមមន់នេះចិញ្ចឹមបានល្អណាស់ខ្ញុំមិនអាចរាក់ទាក់ទេខ្ញុំនឹងយកទៅលក់នៅស្រុកឥឡូវនេះមុនលក់ត្រូវដាក់កន្ទុកនឹងពោតឲ្យធ្ងន់ដូចនេះទម្ងន់គ្រប់ខ្ញុំឈរនៅមាត់ទ្វារផ្ទះមើលគាត់នឹងកូនប្រុសគាត់អស់ព្រះអាទិត្យលើកយកមន់5000ដេញទាំងបណ្ដេញត្រឡប់ទៅគាត់វិញចៅហ្វាយឲ្យគាត់យកមន់ទៅហើយនេះមិនមែនចិញ្ចឹមឲ្យគាត់ឥតគិតថ្លៃរាប់ថៃទេកុំប្រញាប់រឿងល្អទៅតែចាប់ផ្ដើមឡាប៉ាយកដាក់ចូលក្នុងទ្រុងក្តៅហុយគាត់នឹងកូនប្រុសយកថងធំស្ងួតថោកបំផុតនឹងកន្ទុកចាក់ចូលក្នុងស្មៅទាំងអស់តែម្ដងស៊ីឲ្យអស់ពីកម្លាំងស៊ីថត់ប៉ុណ្ណឹងខ្ញុំចំណេញគាត់រងចាំដោយអំណរហ្វូងមន់ដូចរាល់ដងនឹងប្រញាប់មកឈួតស៊ីយ៉ាងខ្លាំងតែមន់5000ក្បាលគ្មានមួយណាកូនប្រុសលីវតាឡាប៉ាឆ្ងល់មានរឿងអីហេតុអីមិនស៊ីឲ្យវាឃ្លានរហូតដល់ល្ងាចហើយមិនអាចធ្វើអ្វីក៏តែ1 ម៉ោងកន្លងផុតទៅក្នុងចំណីមិនត្រូវបានប៉ះទេហ្វូងមន់កាន់តែវឹកវរខ្លាំងឡើងនោះមន់មួយស្រែកយ៉ាងគួរឲ្យខ្លាចរងមន់ទាំងមូលផ្ទុះឡើងដូចឆ្នាំមន់5000ក្បាលស្រែកដូចឈួតប៉ះទង្គិចរបងដែកត្រង់យ៉ាងខ្លាំងព្យាយាមរត់ចេញកូនប្រុសលីវតាឡាប៉ាភ័យព្រួយប៉ាមិនប្រក្រតីវាមិនស៊ីចំណីមិនស៊ីសំបីតែលីវតាឡាប៉ាក៏ភ្ញាក់ចាប់ពោតមួយក្តាប់ដាក់ចំមាត់មន់មួយយ៉ាងមន់នោះក្រវីក្បាលយ៉ាងខ្លាំងបោះពោតចេញវាហ៊ានខំខ្ញុំទៀតឈួតហួសហើយស៊ីទៅអញស៊ីទាំងនេះសុទ្ធតែជាអាហារតែមន់ទាំងនេះធ្លាប់ស៊ីតែថ្នាំទុនឥឡូវបដូរឲ្យវាស៊ីកន្ទុកដូចឲ្យមនុស្សទៅស៊ីថ្មីល្ងាចនោះលីរត់មកខ្ញុំដាក់ថាលោកម្ចាស់លោកវិទេមន់របស់លីវធំកំពុងស្រែកដូចគេសម្លាប់ទាំងមូលលឺអស់ហើយសំហើយចាស់នោះចង់ច្បោកដាក់កន្ទុកធ្ងន់ខ្ញុំថាលើកនេះគាត់ខាត់បងអស់ពេលយប់សម្រែកមន់កាន់តែខ្លាំងលីវធំនឹងកូនគាត់ព្យាយាមគ្រប់យ៉ាងតែមន់មិនស៊ីទេសូម្បីតែទឹកក៏មិនត្រឹមតែ2ថ្ងៃប៉ុណ្ណោះដែលធ្លាប់រលោងស្គមស្គាំងឃើញច្បាស់ហើយចាប់ផ្ដើមដួលស្លាប់បន្តពុះចេញពីមាត់រកាច់រួចស្លាប់ព្រះឲ្យស្លាប់ទៀត5បើបន្តបែបនេះមិនទាន់ដល់ផ្សារក៏ងាប់អស់លីវធំខឹងចាប់មន់មួយហែកមាត់វាចាក់ក្របពោតចូលមាត់វាមន់នោះទៅស៊ូនៅក្រោមចុះឃើញទេវាឃ្លានខ្លាំងស៊ីទាំងអស់គាត់គិតថារោគដំណោះស្រាយគ្នាជាមួយកូនប្រុសពេញមួយយប់ចាក់លីមកឲ្យមន់រាប់រយតែថ្ងៃបន្ទាន់ដែលត្រូវចាក់នៅទាំងអស់ខ្លាយជាដុំរឹងធំវាចាប់ផ្ដើមបន្ទោលលីមកក្លិនស្អុយពេញក្រោលប៉ាមិនរួចទេស្លាប់ទៀតហើយលើកនេះលឿនជាងមើលមន់នេះវាឈោមិនកាត់ហើយអញ្ចឹងធ្វើម៉េចទៅហៅពេទ្យសត្វពីស្រុកចំណាយប៉ុន្មានក៏បានដែរដែលមកឈ្មោះបានអ្នកជំនាញបាក់សីល្បីបំផុតគាត់ចូលក្រៅមន់មើលមួយផ្លែតក៏ក្រៀមមុខស្អុយណាស់ខ្យល់ចេញចូលនៅលោកវិជ្ជបណ្ឌិតវាងជួយមើលនេះកាត់អីគេរឹងដូចដុំថ្មញ៉ាំអីឲ្យវាគឺពោតលីកន្ទុកនឹងឯងនិយាយខុសមន់ធម្មតាញ៉ាំនឹងអត់លើសពីរំលាយមិនស្រួលមិនអាចកើតរលាកក្រពះធំបែបនេះទេមើលឯងមកពោះវាស្ដាងដូចក្រដាសហើយមានដំបៅទន់មន់នេះញ៉ាំតែអាហារទន់ងាយរំលាយយូរមកមែនទេវាធ្លាប់ញ៉ាំឆ្នាំពីដីអ្នកដតៃដំបៅថ្នាំខាត់ឯងយកមន់មកចិញ្ចឹមឲ្យចំណីទន់មានប្រូតេអ៊ីនធ្វើឲ្យប្រព័ន្ធរំលាយអាហារស្រាប់តែបដូរមកញ៉ាំគ្រាប់ទាំងជាតិពិបាករំលាយឯងអត់យល់ពីមន់ឬអត់ខួរក្បាលពេទ្យវាងមានសង្ឃឹមទេខ្ញុំដាក់ថ្លៃឲ្យអត់សង្ឃឹមទេវាខូចមុខងាររំលាយអាហារញ៉ៃញ៉ៃអស់ឯងឲ្យទឹកទេពបរិសុទ្ធក៏អត់មានស្រូបមិនចូលទេចាំស្លាប់ចុះពេទ្យសិតវាងទុកពាក្យនឹងយកថ្លៃពិនិត្យ300តែចេញទៅដោយមិនលីវតាឡាប៉ាអង្គុយសន្លប់ក្នុងមុខអស់សង្ឃឹមដំណឹងមន់5000ក្បាលចិត្តងាប់ហាដូចស្លាប់ទៅពេញភូមិថ្ងៃនោះខ្មៅមួយឈប់នៅមុខផ្ទះលីវតាឡាចុះពីឡានមកបរោះធាត់ម្នាក់សក់ស្អាត
អូនិយាយថាឯងមានលុយខ្ញុំមកមើលលីវចាស់ឯងចិញ្ចឹមពូជអីថ្មីហ្នឹងហៅថាមន់ឈឺលោកឈៀនកុំលេងសើចមន់នេះគ្រាន់តែក្តៅសម្រាប់ពីថ្ងៃក្តៅខ្លួនហើយស្លាប់ច្រើនម្លេះលោកលីខ្ញុំនិយាយត្រង់ខ្ញុំដឹងច្បាស់ពីមន់ឯងពេទ្យសកាត់ទោសហើយឯងនៅធ្វើពុតប៉ុន្តែមើលមុខគ្នាស្គាល់គ្នាច្រើនឆ្នាំខ្ញុំចង់អូផ្លូវល្អផ្លូវអីមន់ឯងមិនរស់ដល់ពេលលក់ទេទុកឲ្យយូរទៀតស្លាប់ច្រើនពេលនោះឯងត្រូវចំណាយលុយជួលគេជីក្រណ្ដាកប់កុំឲ្យប៉ះពាល់បរិស្ថានភូមិរករឿងឯងខ្ញុំចិត្តល្អមួយក្បាល15បាតស្លាប់ឬរស់ខ្ញុំយកទាំងអស់ជួយសម្អាតឲ្យឯងមិនដែរ15បាតមន់ស្រុកធម្មតាមួយក្បាលយ៉ាងតិច80ហើយសៀនផាងឯងនេះចេះតែឆ្លៀតឱកាសកុំឲ្យមុខមិនចង់15បាតជាថ្លៃជួយឯងចោលរបស់ឯងគិតថានៅទិញមន់ឯងអីឯងលក់ឲ្យខ្ញុំត្រូវចំណាយលុយជួលគេធ្វើការយកទុកក្នុងទូរួចរកវិធីលក់ទៅឲ្យអាហារដ្ឋានថោកដែលមិនរើសខ្ញុំប្រថុយប្រឋានរកលុយលំបាកឯងថាតិចទៀតឯងចង់លក់ក៏លក់មិនលក់ក៏ទៅក្រោយថ្ងៃនេះ10បាតខ្ញុំនៅគិតមើលចេញទៅមួយក្បាល15បាតឯងទៅប្លន់គេវិញទៅមន់ខ្ញុំទាំងធាត់ទាំងរឹងមាំមួយក្បាលយ៉ាងតិច80ហើយឡាវលីវឯងនៅមិនទាន់ភ្ញាក់ពីសបន្ទេនេះហៅថាសៀនបៀវស្លាប់ថ្ងៃនេះមិនស្លាប់ថ្ងៃស្អែកក៏ស្លាប់ស៊ីឃ្លីឯងនឹងក្លាយជាទីបញ្ចុះសពខ្ញុំទុកឲ្យវាងាប់អស់ក៏មិនថោកឯងឆ្លៀតឱកាសនេះដែរហាងសុទ្ធមានចិត្តក្លាហានខ្ញុំចាំមើលមន់ឯងក្លាយជាសាច់ស្អុយចរចាតម្លៃជីក្រណ្ដៅវិញប៉ាឯងវងវែងហើយយំអីអត់សៀនផាងប៉ានៅដោះស្រាយមន់ប៉ុន្មានក្បាលនេះមិនរួចទេស៊ឿនលីនឲ្យចំណីបានប៉ាក៏ឲ្យបានដែរគាត់នឹកឃើញអ្វីមួយក៏ទាញកូនរត់ចេញទៅទីរួមខេត្តទិញថ្នាំបង្កាត់អូយ1ម៉ោងក្រោយឡាវប៉ាឡាបើករថយន្ត3កង់ចាស់របស់គាត់កណ្ដាលរថយន្តខ្មៅងឹតចាប់ពីសំណល់ថ្នាំគាត់ធ្វើតាមខ្ញុំចាក់សំណល់ថ្នាំចូលក្នុងចំណីស៊ីនេះមិនមែនជាអ្វីដែលឯងចង់ស៊ីទេប៉ាវាមិនត្រឹមត្រូវទេមិនស៊ីសំណល់ថ្នាំនេះក្លិនខុសពីស៊ឿនលីនខុសអីមិនមែនដើមតាំងគួយប៉ាឡាមិនជឿយកដីថ្នាំលីជាមួយពោតគាត់ចាប់មន់មួយក្បាលហើយចាក់ចំណីចូលមាត់មន់នោះស៊ូយ៉ាងខ្លាំងវារឹងស្លាប់ភ្លាមកូនប៉ាឡាមើលមន់ងាប់ពេញដីមុខស្លេកដូចខ្មោចថ្ងៃទី3ប៉ាឡាទ្រាំមិនបានគាត់រកលេខទូរស័ព្ទលោកឈៀនប៉ាឯងពិតជាចង់ទួតច្បាស់ជាសើចចំអកយើងអូយមិនទូរស័ព្ទទេតែចាំមើលមន់ទាំងនេះខ្លាចជាមន់ងាប់អស់ទេលោកហេងខ្ញុំនឹងហើយឡាវយូអូមិនក៏មានពេលទូរស័ព្ទមកមន់មាសរបស់អ្នកលក់អស់ហើយលោកហេងកុំលេងសាច់អីខ្ញុំលេងសាច់ខ្ញុំគ្រូមន់ឯងធំក្លិនស្អុយណាស់គេហ៊ាននឹងទៅប្តឹងអាជ្ញាធរខ្ញុំគេនិយាយលោកធានពីមុនខ្ញុំខុសហើយខ្ញុំមើលមនុស្សមិនឃើញទេមួយក្បាល1500ដុល្លារឥឡូវនេះយកទៅទាំងអស់ខ្ញុំឲ្យអ្នកទុកថាជាមិត្តនឹង15ឡាវយូអ្នកក្តៅខ្លួនឈួតឥឡូវមន់អ្នកឲ្យខ្ញុំដោយឥតគិតថ្លៃខ្ញុំក៏មិនយកដែរលោកថៅកែឈៀននេះមានន័យយ៉ាងម៉េចខ្ញុំបានសួរពេទ្យសត្វរបស់អ្នកវាស៊ីកំតិចដំបែដែលមានប្រូបាយរពះពោះវៀនវាខូចឥឡូវបដូរឲ្យវាស៊ីស្រូវគ្រើមួយក្បាលស្នៅសក៏មិនស្លាប់តែសាច់មន់វាជក់អ្នកណាហ៊ានយកឥឡូវមិនមែនអ្នកលក់មន់តែអ្នកត្រូវអង្វរខ្ញុំជួយដោះស្រាយថ្លៃដោះស្រាយមួយក្បាល$5 5000ក្បាលឲ្យលុយខ្ញុំយកទៅដកុំឲ្យអ្នកជាប់អ្នកគិតមើលទៅចប់ហើយអ្វីចប់ពីថ្ងៃក្រោយសំឡេងមន់ស្រែកក្នុងទ្រុងក៏ស្ងាត់មិនមែនវាធូរស្រាលតែវាគ្មានកម្លាំងស្រែកទៀតមន់5000ក្បាលស្លាប់ចិត្ត1000នៅសក៏ទុនខ្សោយទាំងអស់ស្គុំនៅតែឆ្អឹងដោយគ្មានជំរឿគាត់ត្រូវបើកទ្រុងមន់ម្ដងទៀតទុកឲ្យមន់ដែលនៅសល់ហើយរត់ទៅចំការអង្គុយរបស់លោកលីឃើញក៏ប្រញាប់រត់មករកខ្ញុំថៅកែឡាវតាក់ឡើងគាត់ដេញមន់មកវិញហើយមកទាំងអស់ឲ្យគាត់ដេញមកថៅកែបើកទ្វាររបងថ្មីរបស់យើងឲ្យពូវីចូលលោកលីភ្ញាក់ផ្អើលតែគាត់ធ្វើតាមហ្វូមន់ឈួតត្រឹមតែកន្លះថ្ងៃប៉ុណ្ណោះមន់ដែលចិត្តស្លាប់ទាំងនោះស្រាប់តែមានកម្លាំងវិញដូចអាប់រ៉ូស៊ីលនេះឡាវតាក់ឡើងមកដល់មានរឿងហើយមានរឿងលោកសិនអ្នកមានគុណធំសូមមេត្តាសង្គ្រោះខ្ញុំផងពូលីធ្វើអីឯងធ្វើអីឲ្យខ្ញុំអាម៉ាស់មុខអញ្ចឹងលោកសិនយើងខុសហើយលោកមានចិត្តធំទូលយករឿងយើងមកដាក់ក្នុងចិត្តខ្ញុំមិនមែនជាមនុស្សទេខ្ញុំមិនគួរចង់បានប្រយោជន៍មិនគួរបំផ្លាញសំណាបរបស់លោកឥឡូវនិយាយហើយមានប្រយោជន៍អីមានប្រយោជន៍លោកសិនទិញមន់ខ្ញុំទៅសូមអង្វរលោកមន់ឯងមិនមែនកំពុងស៊ីស្រូវក្នុងចំការខ្ញុំទេហេតុអីខ្ញុំត្រូវទិញវាចេញពីចំការលោកមិនរស់ទេមិនស៊ីពោតទេស៊ីអីសោះបើដាក់វិញវាស្លាប់អស់ហើយវាពាក់ព័ន្ធអីនឹងខ្ញុំមុនមិនមែនលោកថាមន់ចង់រត់ទៅណារត់ទៅលោកសិនអាណិតខ្ញុំផងឲ្យផ្លូវរស់ខ្ញុំប៉ុន្មានក៏បានដែរឲ្យតែលោកយកពូលីវយើងទាំងពីរជាអ្នកចំនួនត្រូវគិតថ្លៃពីមុនពូបំផ្លាញសំណាប់ខូចខាតផ្ទាល់60000លុយនេះពូទទួលស្គាល់ចាំពូមកអាស្រ័យប្អូនខ្ញុំស៊ីផឹកជាង2ឆ្នាំបងរុំខ្ញុំមិនថ្លៃដើម20000លុយនេះពូទទួលស្គាល់ទេខ្ញុំទទួលស្គាល់ហើយមន់ទាំងនេះនៅក្នុងចំការខ្ញុំស៊ីលីមកវាបំផ្លាញដីខ្ញុំតាមច្បាប់ខ្ញុំគួរឲ្យថ្លៃឆ្នៃវាក៏ស៊ីរបស់ខ្ញុំដង្កូវដែលខ្ញុំតាក់ជន់ខូចស្លឹកឈើខ្ញុំគុណប់ការៈស្កាននេះរាប់ស្មើគ្នាទៅម៉េចអញ្ចឹងមកនិយាយតម្លៃមន់ទាំងនេះវិញខ្ញុំលើកកម្រាមដៃមួយ10រៀល1រៀល5រៀលមិនមែន5សេនទេ5សេន1 50000ឯងនេះធ្ងន់ជាងគេប្លន់ទៅទៀតមន់មួយក្បាលក៏ថ្លៃជាងអញ្ចឹងឯងមិនលក់ក៏បានដែរមន់ឯងចេញពីដីខ្ញុំឥឡូវនេះតែម្ដងចាខ្ញុំលក់500រៀលក៏500រៀលឲ្យគាត់បើមិនលក់ទេខាត់ដាច់ខ្យល់5ម៉ាត់យ៉ាងហោចណាស់បានជាង2000លីចាស់យកប៊ីកមកបាត់លោកសឹមខ្ញុំឲ្យលីចាស់យកក្រដាស់ហើយសរសេរកិច្ចសញ្ញាផ្ទេសរសេរជាអក្សរខ្មៅលើក្រដាស់ក្រោមលោតាឡាទេមន់ស្រុកប្រហែល4000ក្បាលក្នុងតម្លៃ5ម៉ាត់ក្បាលឲ្យភីគីទីមួយឈ្មោះសំលីលីវតាឡាឡាញដែលញាប់ញ័រស្នាមរៀមដៃក្រហមលើកិច្ចសញ្ញាខ្ញុំមើលគាត់ដើរចេញខ្នងមកបើកសៀវភៅថ្ងៃទី5កញ្ញាទិញមន់ស្រុកក្នុងតម្លៃ5ម៉ាត់ក្បាលសរុប4100ចំណាយសរុប2060បើគិតតាមការក្រោយពីមន់សាច់នេះចេញតម្លៃទីផ្សារ80យ៉នតម្លៃសរុបប្រហែល30គិតលុយរួចចាស់នឹងកម្មករខ្លះមកគាត់ជំវិញលោកថាលោកធ្វើអីនឹង5ម៉ាត់ក្បាលលោកទិញមន់ឈឺទាំងនេះមកធ្វើអីមន់ទាំងនេះមើលទៅចិត្តថាលោកចោល3ថ្ងៃទេយើងត្រូវចំណាយលុយជីក្រណ្ដាចាលោកសឹមចាយលុយនេះបោះទឹកកសូដែររបស់នេះមកក្លិនស្អុយក៏មិនរលីដែរប្រាក់ខែខ្ញុំមិនឲ្យខ្វះមួយម៉ានថ្ងៃនេះប្រឹងចាំមើលមន់ក្នុងជំរកឲ្យប្រាក់ខែខ្ញុំនឹងគិតតាមថ្ងៃឲ្យអ្នកទាំងអស់គ្នានេះជាផ្លែព្រូនជូរនិងដំបែស្រូវសាលី
លោកថៅកែទិញរបស់ទាំងនេះមកធ្វើអីរហូតមកដល់ពេលនេះគេមិនមែនជឿទេគឺវាស្រេកឃ្លៀងខ្លាំងគាត់ដាក់ឆ្នាំងធំមួយយករបស់ទាំងនេះទៅស្ងោរឲ្យក្លាយជាទឹកក្រាបន្ទាប់មកខ្ញុំយកទឹកជីវជាតិដែលត្រៀមទុករួចចាក់ចូលកូរឲ្យសព្វយករបស់នេះទៅចាក់ឲ្យមាន់មួយក្បាលចាក់ឲ្យមាន់លោកថៅកែត្រូវចាក់ដល់ម៉ោងណាអញ្ចឹងធ្វើមួយកម្មករទូបីមានការសង្ស័យនៅតែយកធំចាប់ផ្ដើមឲ្យមាន់ដែលដួលសន្លប់ចាក់ឲ្យមាន់មួយក្បាលអ្នកភូមិគេក៏ចេះនិយាយចាក់ដោតខ្ញុំគិតថាគាត់ខឹងលីវតាឡារហូតភ្លេចស្មារតីចង់ជួយសង្គ្រោះមាន់ឲ្យរស់វិញហើយដាក់ចូលក្រៅវិញអាយ៉ាខួរក្បាលមិនសូវល្អទេមែនហើយឈឺធ្ងន់បែបនេះនៅហ៊ានទិញទៀត